ជីវប្រវត្តិរបស់អធិរាជសម្លេងមាសសិនស៊ីសមុទ្រលោកសិនស៊ីសមុទ្រគឺជាអ្នកនិពន្ធបទចម្រៀងនិងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញនាអំឡុងទសវត្សរ៍ឆ្នាំ50ដល់70ដែលលោកគឺមានរហស្សនាមថាជាអធិរាជសម្លេងមាសទៀតផងលោកសិនស៊ីសមុទ្របានទទួលមរណភាពនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅក្នុងខែវិច្ឆិកាឆ្នាំ1975ភាពល្បីល្បាញរបស់លោកសិនស៊ីសមុទ្រគឺបានមកពីទឹកដមសម្លេងដ៏ក្រអួនក្រអៅពីរោះរណ្ដំចិត្តគួបផ្សំជាមួយនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិអន្លង់អន្លោចសប្បាយកំសត់ខ្លោចផ្សាលាក់នឹងលាក់ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោកសិនស៊ីសមុទ្រចាប់កំណើតនៅក្នុងឆ្នាំ1935នៅខេត្តស្ទឹងត្រែងដែលលោកគឺជាកូនប្រុសពៅនៅក្នុងចំណោមបងប្អូន4នាក់ស្រី2នាក់និងប្រុស2នាក់របស់លោកស៊ិនលៀងនិងអ្នកស្រីសែបប៊ុនលៃដែលជាកូនកាត់ឡាវចិនលោកឪពុករបស់លោកគឺជាឆ្មាំយាមពន្ធនាគារនៅខេត្តបាត់ដំបងនិងជាទាហានបដិវត្តន៍ប្រឆាំងសម័យអាណានិគមលោកឪពុករបស់លោកគឺបានលាចាកលោកដោយជំងឺហើយម្ដាយរបស់លោកក៏បានមករៀបការម្ដងទៀតដែលអាពាហ៍ពិពាហ៍ក្រោយនេះគឺបានបន្សល់ទុកនៅកូន2នាក់ទៀតលោកសិនស៊ីសមុទ្រគឺបានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងនៅអាយុ5ឆ្នាំដែលលោកគឺជាក្មេងល្អនិងទទួលបានការស្រឡាញ់ចូលចិត្តយ៉ាងខ្លាំងពីសំណាក់គ្រូនិងមិត្តរួមថ្នាក់លោកមាននិស្ស័យជាមួយសិល្បៈតាំងតែពីអាយុ6ឬក៏7ឆ្នាំដែលជាញឹកញាប់លោកត្រូវបានសាលាសុំឲ្យលេងហ្គីតាក៏ដូចជាច្រៀងនៅក្នុងបុណ្យផ្សេងៗនៅសាលាកាលពីកុមារលោកគឺជាក្មេងសុភាពសុគតសុគមចិត្តល្អនិងចេះអាណិតអាសូរអ្នកដទៃគេនិយាយថាលោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសម្ដីទន់ភ្លន់និងផ្អែមល្ហែមលោកតែងតែទៅលេងវត្តនៅក្បែរផ្ទះជាញឹកញាប់និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរលោកមាននិស្ស័យនឹងព្រះពុទ្ធសាសនាដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គលោកចូលចិត្តអានសៀវភៅទាត់បាល់និងបង្ហោះខ្លែងលោកសិនស៊ីសមុទ្របានបញ្ចប់ការសិក្សាចំណេះទូទៅនៅឆ្នាំ1951ហើយក៏បានបន្តការសិក្សានៅសាលាវិទ្យាសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមារបស់លោកទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវិទ្យាសាស្ត្រយ៉ាងណាក៏ដោយលោកនៅតែអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀងនិងនិពន្ធបទភ្លេងដែរក្នុងកំឡុងពេលនោះលោកកម្រចេញទៅដើរលេងនៅខាងក្រៅណាស់ដោយសារតែប្រាក់ឧបត្ថម្ភពីមាតាបិតារបស់លោកគឺគ្រប់គ្រាន់ល្មមសម្រាប់តែចាយវាយនៅក្នុងការសិក្សាប៉ុណ្ណោះហេតុនេះលោកតែងតែចំណាយពេលទំនេររបស់លោកសម្រាប់សិក្សាបទភ្លេងនិងហាត់ច្រៀងដោយមានការគាំទ្រពីមិត្តភ័ក្តិដោយកាលពីរៀននៅបឋមសិក្សាដែរលោកក៏ចាប់ផ្ដើមល្បីនៅសាលារបស់លោកថាជាអ្នកមានទេពកោសល្យខាងតន្ត្រីនិងចម្រៀងហើយលោកក៏ត្រូវបានគេសុំឲ្យច្រៀងនៅរាល់កម្មវិធីផ្សេងៗរបស់សាលានៅឆ្នាំដដែលនោះលោកក៏បានបង្កើតក្រុមតន្ត្រីមួយដែលមានឈ្មោះថាព្រះច័ន្ទរស្មីដែលមានសមាជិក9នាក់មិនយូរប៉ុន្មានក្រោយមកក្រុមតន្ត្រីរបស់លោកក៏ទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាពលរដ្ឋក្រុងភ្នំពេញដោយមានភាពល្បីល្បាញនេះនៅដើមឆ្នាំ1953ក្រុមតន្ត្រីរបស់លោកក៏ត្រូវបានវិទ្យុជាតិអញ្ជើញឲ្យចូលប្រគំរួមជាមួយនឹងក្រុមតន្ត្រីវិទ្យុជាតិឈ្មោះរាជសីពេលដែលកិត្តិស័ព្ទរបស់លោកចាប់ផ្ដើមល្បីពីពេញភ្នំពេញលោកក៏បានក្លាយជាអ្នកចម្រៀងពាក់កណ្ដាលអាជីពដោយជារឿយៗលោកតែងតែចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេងៗជាអកុសលមាតាបិតារបស់លោកមិនសប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេមាតាបិតារបស់លោកចង់ឲ្យលោកក្លាយជាវិជ្ជបណ្ឌិតនិងបារម្ភថាចម្រៀងនឹងរំខានដល់ការសិក្សារបស់លោកក៏ប៉ុន្តែវាសនាបានចារថាសិនស៊ីសមុទ្រគឺត្រូវតែក្លាយជាអ្នកចម្រៀងបើទោះបីជាមានការជំទាស់ពីគ្រួសារក៏ដោយអាជីពជាសិល្បករពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ1953លោកក៏ចាប់ផ្ដើមអាជីពជាសិល្បកររបស់លោកដោយក្លាយជាអ្នកចម្រៀងប្រចាំឲ្យស្ថានីយ៍វិទ្យុជាតិលោកបានបន្តការសិក្សាវិទ្យាសាស្ត្ររហូតដល់ចប់និងចូលបម្រើការងារនៅមន្ទីរពេទ្យព្រះកេតុមាលាលោកសិនស៊ីសមុទ្រនិពន្ធបទភ្លេងដោយប្រើម៉ង់ដូលីនបទចម្រៀងរបស់លោកជាទូទៅគឺមានលក្ខណៈមនោសញ្ចេតនាអន្លង់អន្លោចដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គលឈឺចាប់និងសម័យទេពកោសល្យសិល្បៈរបស់លោកគឺបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំណើតរបស់លោកមានគេនិយាយថាលោកបានប្រើប្រាស់វចនានុក្រមដល់ទៅ3ដោយគ្រាន់តែចង់មើលតើពាក្យមួយសរសេរត្រឹមត្រូវឬអត់នៅក្នុងភាសាខ្មែរសំស្ក្រឹតនិងបាលីចម្រៀងភាគច្រើនរបស់លោកគឺផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នក
ស្ដាប់មិត្តអ្នកស្ដាប់គឺតែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេមានទាំងស្នេហានិងការបាត់បង់សប្បាយនិងឈឺចាប់សម្រាប់ឲ្យលោកស៊ិនស៊ីសមុទ្រនិពន្ធបទចម្រៀងដោយផ្អែកលើរឿងពិតនេះហេតុនេះអត្ថន័យនៅក្នុងបទចម្រៀងរបស់លោកភាគច្រើនគឺជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោកពេលដែលលោកច្រៀងគ្រប់ពាក្យគ្រប់ម៉ាត់គឺច្បាស់មួយលោកតែងតែប្រុងប្រយ័ត្ននៅក្នុងការបញ្ចេញសំឡេងឲ្យត្រឹមត្រូវតាមការសរសេរដោយមិនប្រើសំនៀងនៅក្នុងភាសានិយាយទេនៅដើមទសវត្សរ៍ឆ្នាំ50លោកក៏ត្រូវបានម្ចាស់ស្ត្រីសុភនារីរតន៍សពរាជហឫទ័យអនុញ្ញាតឲ្យលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យដែលនៅក្នុងនោះក៏មានលោកសុសម៉ាត់ដែរដើម្បីសម្ដែងនៅក្នុងពិធីគិរវកិច្ចក៏ដូចជាលៀងសាយភាពផ្សេងលោកស្ថិតនៅក្នុងវង់ភ្លេងនេះរហូតដល់ឆ្នាំ1970ក្រៅពីចម្រៀងសម័យលោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរដូចជាបទសកវាបទមហោរីអាយ៉ៃចបៃយីកេនិងបាសាក់ផងដែរនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ50បទវីយូឡុងស្នេហាដែលនិពន្ធដោយតន្ត្រីករវីយូឡុងហាសឡតបានជំរុញកិត្តិស័ព្ទលោកស៊ិនស៊ីសមុទ្រឲ្យកាន់តែល្បីរន្ទឺបទចម្រៀងល្បីៗរបស់លោកស៊ិនស៊ីសមុទ្រនៅសម័យនោះគឺមានដូចជាបទស្រីស្រស់ក្មេងបទអនុស្សាវរីយ៍ភ្នំកវាចបទចុងស្រល់បទថ្ងៃ12ធ្នូបទកាកៃបទកងរៃបទថ្ងៃ1កក្កដាបទស្ទឹងពោធិ៍សាត់និងបទព្រែកឯងអស់សង្ឃឹមជាដើមស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍60នៅឆ្នាំ1963លោកស៊ិនស៊ីសមុទ្រគឺចាប់ផ្ដើមថតចម្រៀងឲ្យផលិតកម្មវត្តភ្នំបទចម្ប៉ាបាត់ដំបងគឺបានឆក់យកបេះដូងអ្នកស្ដាប់នៅទូទាំងប្រទេសនៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅក្នុងឆ្នាំ1971ដោយទូរទស្សន៍សាធារណរដ្ឋអ្នកសម្ភាសន៍លោកគឺបានរំលឹកឡើងថាបទចម្ប៉ាបាត់ដំបងនេះគឺជាបទដំបងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះដើម្បីអបអរសាទរពិធីសម្ពោធស្ថានីយ៍របស់ខ្លួននៅក្នុងឆ្នាំ1965កិត្តិស័ព្ទរបស់លោកក៏បានឡើងដល់កំពូលនៅពាក់កណ្ដាលទសវត្សរ៍60លោកបានចូលរួមថតចម្រៀងថ្វាយព្រះបាទនរោត្តមសីហនុដូចជាបទរាត្រីដែលបានជួបភ័ក្រនិងបទភ្នំពេញនៅចុងទសវត្សរ៍60និងដើមទសវត្សរ៍70លោកចាប់ផ្ដើមថតបទចម្រៀងដាក់នៅក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះដែលមានដូចជារឿងអនហើយស្រីអនរឿងទេពស្ដាច័ន្ទនិងរឿងថាវរីមាសបងជាដើមក្នុងរឿងពៅឈុកសដឹកនាំថតដោយលោកទាលឹមកាំងសម្ដែងដោយលោកជាយុទ្ធថននិងអ្នកស្រីឌីសាវ៉េតបទនាវាជីវិតរបស់លោកស៊ិនស៊ីសមុទ្រគឺកាន់តែធ្វើឲ្យផ្ទៃរឿងកាន់តែមានភាពកំសត់ដែលបទនាវាជីវិតនេះបន្តឡើងនៅក្នុងឈុតលោកជាយុទ្ធថនចេញទុកចាក់ចោលភរិយាដែលសម្ដែងដោយអ្នកស្រីឌីសាវ៉េតឲ្យនៅកណ្ដោយកណ្ដែងនៅក្នុងជីវិតសិល្បៈរបស់លោកស៊ិនស៊ីសមុទ្រលោកក៏ធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយនឹងតារាចម្រៀងស្រីជាច្រើនដូចជាអ្នកស្រីម៉ៅសារ៉េតអ្នកស្រីកែវសុថាអ្នកស្រីឈួនវណ្ណាអ្នកស្រីហួយមាសអ្នកស្រីរស់សេរីសុធានិងអ្នកស្រីប៉ែនរ៉នជាដើមអ្នកស្រីម៉ៅសារ៉េតគឺជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យបទចម្រៀងល្បីរបស់អ្នកស្រីគឺបទសម្បត្តិក្រោមខ្នើយនិងបទឲ្យអូនអស់ចិត្តរីឯអ្នកស្រីប៉ែនរ៉នចាប់ផ្ដើមថតបទចម្រៀងជាមួយលោកស៊ិនស៊ីសមុទ្រនៅក្នុងឆ្នាំ1966អ្នកស្រីរស់សេរីសុធាវិញគឺបានចាប់អាជីពសិល្បៈនៅក្នុងឆ្នាំ1967ជាមួយនឹងបទស្ទឹងខៀវសម្លេងស្រួយស្រែរបស់អ្នកស្រីស័ក្តិសមឥតខ្ចោះជាមួយនឹងសម្លេងធ្ងន់ក្រអួនរបស់លោកស៊ិនស៊ីសមុទ្រទសវត្សរ៍70ប្រជាប្រិយភាពរបស់លោកស៊ិនស៊ីសមុទ្រគឺបានធ្វើឲ្យលោកមិនអាចនិពន្ធបទភ្លេងឲ្យទាន់តម្រូវការអ្នកគាំទ្រលោកហេតុនេះលោកក៏ចាប់ផ្ដើមយកបទរបស់កវីផ្សេងទៀតមកច្រៀងដំបូងលោកច្រៀងបទនិពន្ធរបស់លោកពៅស៊ីផូលោកស្វាយសំអឿលោកម៉ាឡៅពីលោកម៉ែប៊ុនដែលជាមិត្តស្និទ្ធស្នាលរបស់លោកនិងលោកហាសាឡនជាដើមពីឆ្នាំ1970ដល់ឆ្នាំ1975ភាគច្រើនគឺលោកច្រៀងបទនិពន្ធដោយលោកវ៉ុយហូទោះបីជាលោកច្រៀងបទដែលនិពន្ធដោយអ្នកដទៃបទចម្រៀងរបស់លោកគឺនៅតែមានប្រជាប្រិយភាពព្រមជាមួយនឹងបទចម្រៀងផ្ទាល់ខ្លួនលោកក៏បានយកទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរដូចជាបទឆ្នាំមុននិងបទស្នេហ៍ឆ្លងវេហៈដែលយកពីថៃនិងបទនៅតែចាំអូនតាមលំនាំបទ The House of the Rising Sun បទខ្ញុំស្រឡាញ់ស្រីតូចលំនាំបទ Black Magic Woman ក្រោយមកទៀតលោកស៊ិនស៊ីសមុទ្រក៏ថតអាល់ប៊ុមឲ្យផលិតកម្ម
ច័ន្ទឆាយានិងផលិតកម្មហេងសេងលោកក៏សរសេរចម្រៀងឲ្យផលិតកម្មភាពយន្តផ្សេងៗផងដែររហូតមកដល់ឆ្នាំ1972លោកក៏បានលក់ចម្រៀងជាង 1000 បទឲ្យផលិតកម្មនានារហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ1975លោកក៏បានថតចម្រៀងប្រហែល 1000 បទទៀតបន្ទាប់ពីរដ្ឋប្រហារនៅថ្ងៃទី18មិនិនា1970លោកស៊ិនស៊ីសមុទ្រក៏បានចាក់ចោលវង់ភ្លេងព្រះរាជទ្រព្យទៅការិយាល័យទី5នៃក្រសួងអគ្គមេបញ្ជាការនៃសាធារណរដ្ឋខ្មែរលោកក៏បានធ្វើការនៅការិយាល័យទី5រយៈពេល1ឆ្នាំរួចក៏ចូលនៅក្នុងក្រុមតន្ត្រីក្រសួងក្នុងឋានៈជាអនុសេនីយ៍តូនៅមុនពេលខ្មែរក្រហមកាន់កាប់លោកក៏បានឡើងឋានៈដល់អនុសេនីយ៍ឯកផងដែរចា៎នេះគឺជាជីវប្រវត្តិរបស់អធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រដែលជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញនៅអំឡុងទសវត្សរ៍ឆ្នាំ50ដល់70ចា៎ដែលបទចម្រៀងរបស់លោកគ្រប់បទគឺតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនហើយលោកគឺពិតជាមានប្រជាប្រិយភាពយ៉ាងខ្លាំងតែម្ដងរហូតមកទល់ពេលបច្ចុប្បន្ននេះបើទោះបីជារូបកាយរបស់លោកបានទៅឆ្ងាយមែនក៏ប៉ុន្តែសម្លេងរបស់លោកគឺនៅតែដក់ជាប់នៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរជានិច្ច